មហាជនរងចាំមើលថាបន្ទាប់ពីផ្ទុះពាក្យសម្ដីឌឺដងឆ្លងឆ្លើយដាក់គ្នារវាងលោកខៅឆៃនិងគ្រួសារលោកអេពូថងផ្អើលនឹងក៏ក្រោកដល់ឋានព្រះឥន្ទនេះនរណាមានក្រេឌីតជាងបន្ទាប់ពីផ្ទុះពាក្យសម្ដីឌឺដងឆ្លងឆ្លើយដាក់គ្នារវាងលោកខៅឆៃប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនិងគ្រួសារលោកអេពូថងដោយសារតែកើតជំងឺតួឯកហើយមានមូលហេតុរៀងៗខ្លួនមកនោះបានផ្អើលនឹងក៏ក្រោកដល់ឋានព្រះឥន្ទហើយបានចេញសារជាបន្តបន្ទាប់ដោយចុងក្រោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រជាជាតិកម្ពុជាបានចាត់ទុកលោកអេពូថងជាដើមទុនដ៏ធំនៅក្នុងកីឡាប្រដាល់គុនខ្មែរនាប៉ុន្មានសតវត្សរ៍ចុងក្រោយនេះសម្ដេចតេជោមានប្រសាសន៍ថាពុកបានដឹកនាំប្រទេសជាង47ឆ្នាំហើយការរីកចម្រើននៃកីឡាប្រដាល់គុនខ្មែរមានចំណែករបស់ពុកបន្សល់ទុកអេពូថងជាដើមទុនធំរបស់កម្ពុជានាពេលនោះដើម្បីកីឡាប្រដាល់ខ្មែរនឹងទាញបរទេសមកវាយនៅកម្ពុជាកាលពីថ្ងៃទី27ខែកុម្ភៈឆ្នាំ2026សម្ដេចតេជោហ៊ុនសែនបានស្នើឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលជាបណ្ដោះអាសន្ននៅការពិន័យរយៈពេល6ខែដែលមិនអោយកីឡាករម៉ឺនមេឃានិងកីឡាករអេអាម៉ារីនពូថងឡើងប្រកួតពីបទមិនគោរពវិន័យនិងបទបញ្ជារបស់អង្គភាពពីព្រោះកីឡាករទាំងពីរនាក់ជាទាហាននៅមជ្ឈមណ្ឌលកងយុទ្ធពលខេមរភូមិន្ទនៃក្រសួងការពារជាតិទោះជាយ៉ាងណាការពិន័យនេះស្របពេលកីឡាករម៉ឺនមេឃាដែលជាកូនរបស់លោកអេពូថងកំពុងស្ថិតនៅប្រទេសអង់គ្លេសដើម្បីប្រកួតនៅទីនោះតំណាងឲ្យកម្ពុជាជាមួយគ្នានេះកីឡាករអេអាម៉ារីនក៏មានឈ្មោះប្រកួតនៅថ្ងៃសៅរ៍ទី28ខែកុម្ភៈនេះផងដែរនៅខេត្តរតនគិរីក្នុងការពិន័យកីឡាករត្រកូលអេទាំងពីរនាក់ដោយម្នាក់5ខែនេះសម្ដេចតេជោហ៊ុនសែនបានស្នើឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលជាបណ្ដោះអាសន្ននៅការពិន័យនេះហើយកាលពីរសៀលថ្ងៃទី27ខែកុម្ភៈឆ្នាំ2026សហព័ន្ធកីឡាប្រដាល់កម្ពុជាបានចេញសេចក្តីប្រកាសជាផ្លូវការពីការលុបចោលការពិន័យលើកីឡាករទាំងពីរនាក់សូមបញ្ជាក់ថាក្នុងការផ្ទុះពាក្យសម្ដីឌឺដងឆ្លងឆ្លើយដាក់គ្នារវាងលោកខៅឆៃប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនិងគ្រួសារលោកអេពូថងនេះមហាជនមួយចំនួនថារវាងសហព័ន្ធនិងគ្រួសារត្រកូលអេសុទ្ធតែកើតជំងឺតួឯកម្ខាងពេលមានរឿងអាងសម្រក់ទឹកភ្នែកស្វែងរកហេតុរកផលនិងការគ្រប់គ្រងបើប្រធានគិតថាខុសម្ដេចមិនហៅមកអប់រំរីឯម្ខាងទៀតចង់ធ្វើឲ្យច្បាស់ច្បាប់គឺច្បាប់វិន័យគឺវិន័យបើខុសសុំទោសខុសសុំទោសចាំមានច្បាប់ធ្វើអ្វីចាំមើលរវាងលោកខៅឆាយប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនិងគ្រួសារលោកអេពូថងនរណាមានក្រេឌីតជាងបន្ទាប់ពីព្រះឥន្ទចូលអន្តរាគមន៍បែបនេះហើយចុះបងប្អូនយល់យ៉ាងណាដែរក្នុងការផ្លោងសម្ដីដាក់គ្នារវាងប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនិងគ្រួសារលោកអេនេះសូមចូលរួមខមមិននិង share តាមការគួរ